សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបជាមួយគ្រូម្ដងទៀតហើយគ្រូមានគោលបំណងមួយគឺដើម្បីចែករំលែកនៅចំណេះដឹងថ្មីមួយទាក់ទងជាមួយនឹងបញ្ញត្តិសំខាន់មួយទៀតនៅក្នុងខ្លឹមសារមេរៀនទី1គឺទាក់ទងជាមួយនឹងបញ្ញាទូទៅនិងសម្បទាឯកទេសតើបងប្អូនធ្លាប់ឮពាក្យបញ្ញាទូទៅនិងសម្បទាឯកទេសដែរឬទេបាទហើយតើបងប្អូនធ្លាប់យល់និងស្វែងយល់អំពីខ្លឹមសារនិងអត្ថន័យនិងភាពខុសគ្នារវាងបញ្ញាទូទៅនិងសម្បទាឯកទេសកាលនិងសម្បទាឯកទេសកន្លងមកហើយឬនៅបាទអញ្ចឹងថ្ងៃនេះដើម្បីស្វែងយល់អំពីបញ្ញត្តិសំខាន់ពីរនេះយើងចូលមកសិក្សាទាំងអស់គ្នាជាមួយគ្រូអញ្ចឹងប្រសិនបើយើងយោងទៅតាមខ្លឹមសារមេរៀនសភៅសិលធម៌ពលរដ្ឋវិទ្យាថ្នាក់ទី12របស់យើងត្រង់មេរៀនទី1ស្ដីអំពីបញ្ញាគឺនៅក្នុងមាតិកាចុងក្រោយគឺគេនិយាយអំពីបញ្ញត្តិសំខាន់2គឺបញ្ញាទូទៅនិងសម្បទាឯកទេសនៅក្នុងខ្លឹមសារនៃសភៅរបស់យើងគេលើកឡើងថាបញ្ញាទូទៅនិងសម្បទាឯកទេសគឺអត់ដូចគ្នាទេបាទអត់ដូចគ្នាទេហើយមនុស្សយើងម្នាក់គឺមាននៅបញ្ញាទូទៅនិងសម្បទាឯកទេសផ្លែកពីគ្នាហើយរៀងពីគ្នាលោកលើកឡើងថាមនុស្សយើងបុគ្គលម្នាក់សិស្សានុសិស្សក្តីក៏ដូចជាអ្នករស់នៅក្នុងសង្គមក្តីមុននឹងយើងចាប់យកនៅសម្បទាឯកទេសនៅក្នុងជីវិតគឺមនុស្សម្នាក់តម្រូវឲ្យមាននៅបញ្ញាទូទៅឬចំណេះដឹងទូទៅដូច្នេះបញ្ញាទូទៅគឺសំដៅទៅលើចំណេះដឹងដែលយើងសិក្សារៀនសូត្រតាំងពីយើងនៅកុមារភាពរហូតដល់យើងចម្រើនវ័យត្រឹមថ្នាក់ទី12ហ្នឹងដែលយើងបានសិក្សាមុខវិជ្ជាផ្សេងៗមានគណិតរូបគីមីជីវៈផែនដីប្រវត្តិភូមិសិលធម៌អក្សរសាស្ត្រខ្មែរអក្សរសាស្ត្រអង់គ្លេសជាដើមដែលទាំងអស់នេះគឺលោកបានកំណត់ថាវាជាចំណេះដឹងទូទៅឬក៏វាជាចំណេះដឹងមូលដ្ឋានរបស់យើងរបស់បុគ្គលម្នាក់មុននឹងឈានចាប់យកនៅសម្បទាឯកទេសបាទសរុបសេចក្តីមកវិញពាក្យថាបញ្ញាទូទៅគឺសំដៅទៅលើចំណេះដឹងទូទៅដែលយើងបានសិក្សារៀនសូត្រតាំងពីកុមារភាពរហូតដល់កម្រិតថ្នាក់ទី12ដែលយើងបានសិក្សាមុខវិជ្ជាជាច្រើនបញ្ចូលគ្នាហើយនៅពេលដែលយើងបានសិក្សារៀនសូត្រចប់កម្រិតមូលដ្ឋានថ្នាក់ទី12នោះហើយគឺយើងបានចាប់យកនៅជំនាញវិជ្ជាជីវៈណាមួយនៅក្នុងដំណើរជីវិតនៃការសិក្សារបស់យើងក៏ដូចជានៅក្នុងជីវិតរស់នៅរបស់យើងដែលមនុស្សយើងចាប់យកនៅចំណេះដឹងជាក់លាក់ឬក៏សម្បទាឯកទេសនៅថ្នាក់មហាវិទ្យាល័យឬក៏សាកលវិទ្យាល័យនោះគឺដោយសារតែកត្តាសំខាន់ចំនួន2យ៉ាងបាទទី1គឺកត្តាវេទនាហើយនិងទី2គឺកត្តាផលប្រយោជន៍ទាក់ទងជាមួយនឹងកត្តាវេទនាគឺសំដៅទៅលើអបនិស្ស័យពីកំណើតរបស់យើងម្នាក់អញ្ចឹងយើងខ្លះទៅក៏មានអបនិស្ស័យខាងពេទ្យទៅខ្លះទៅខាងមានអបនិស្ស័យខាងសិល្បៈអញ្ចឹងទៅខ្លះក៏មានអបនិស្ស័យខាងកីឡាខ្លះក៏មានឧបនិស្ស័យខាងអប់រំខ្លះក៏មានឧបនិស្ស័យខាងជំនាញច្នៃម៉ូដច្នៃអីជាដើមឬក៏អ្នកខ្លះក៏មានឧបនិស្ស័យទៅខាងវិស្វករឬក៏អ្នកខ្លះក៏មានឧបនិស្ស័យខាងថ្នាក់ដឹកនាំភាពជាអ្នកដឹកនាំបាទឬមានឧបនិស្ស័យខាងច្បាប់អីជាដើមអញ្ចឹងមនុស្សយើងម្នាក់គឺមានកត្តាវេទនាមួយដែលកំណត់នៅការសម្រេចចិត្តរបស់យើងពោលគឺឧបនិស្ស័យពីកំណើតដែលយើងមាននឹងឯងអញ្ចឹងនៅពេលដែលយើងមានឧបនិស្ស័យឬក៏មានទំនោរទៅខាងណាអញ្ចឹងធ្វើឲ្យយើងចាប់យកនៅសម្បទាឯកទេសនៅក្នុងជីវិតរបស់យើងឆ្ពោះទៅរកមុខវិជ្ជាដែលយើងមានឧបនិស្ស័យនោះហើយកត្តាមួយទៀតគឺទាក់ទងជាមួយនឹងកត្តាផលប្រយោជន៍មានន័យថាយើងម្នាក់ដែលបានសិក្សារៀនសូត្រមកដល់ត្រឹមកម្រិតថ្នាក់ទី12នេះនៅពេលដែលយើងចប់ថ្នាក់ហ្នឹងទៅយើងសម្លឹងឃើញអំពីផលជាវិជ្ជមាននៃមុខវិជ្ជាណាមួយដែលយើងនឹងសិក្សានៅថ្នាក់មហាវិទ្យាល័យអញ្ចឹងនៅពេលដែលយើងឃើញពីផលប្រយោជន៍ឬសារៈសំខាន់នៃមុខវិជ្ជាដែលយើងនឹងចាប់យកសិក្សានៅថ្នាក់មហាវិទ្យាល័យអញ្ចឹងធ្វើឲ្យយើងជ្រើសរើសយកជំនាញវិជ្ជាជីវៈនោះយកមកសិក្សាតែម្ដងអញ្ចឹងសរុបសេចក្តីមកវិញគឺថាសម្បទាឯកទេសគឺសំដៅទៅលើចំណេះដឹងវិជ្ជាជីវៈជាក់លាក់ណាមួយដែលយើងនឹងបន្តការសិក្សារយៈពេល4ឆ្នាំឬក៏5ឆ្នាំឬក៏8ឆ្នាំនៅថ្នាក់មហាវិទ្យាល័យឬក៏យើងចាប់យកជំនាញវិជ្ជាជីវៈឯកទេសសិក្សារយៈពេល2ឆ្នាំឬក៏3ឆ្នាំដែលយើងសិក្សាជាប់ហើយគឺយើងមានជំនាញជាក់លាក់នៅក្នុង
នៅក្នុងខ្លួននៅក្នុងដំណើរជីវិតដើម្បីយកវិជ្ជាជីវៈនោះយកមកប្រើការនៅក្នុងជីវិតយើងតែម្ដងអញ្ចឹងសរុបសេចក្តីមកវិញគ្រូចង់បញ្ជាក់ថានៅក្នុងខ្លឹមសារនៃមេរៀនទី1របស់យើងស្ដីអំពីបញ្ញានៅបញ្ញត្តិខ្លឹមសារនៃមាតិកាចុងក្រោយគេគឺស្ដីអំពីបញ្ញាទូទៅនិងសម្បត្តិឯកទេសគឺវាមានលក្ខណៈបែបហ្នឹងពោលគឺបញ្ញាទូទៅគឺសំដៅទៅលើចំណេះដឹងទូទៅដែលយើងសិក្សាតាំងពីថ្នាក់មូលដ្ឋានតាមកម្រិតមួយតាំងថ្នាក់ទី1រហូតដល់ថ្នាក់ទី12ហ្នឹងដែលមានមុខវិជ្ជាផ្សេងជាច្រើនដែលយើងសិក្សាជាចំណេះដឹងទូទៅឯសម្បត្តិឯកទេសគឺសំដៅទៅលើមុខវិជ្ជាឬក៏ការចាស់យកនៅជំនាញវិជ្ជាជីវៈណាមួយនៅថ្នាក់មហាវិទ្យាល័យដែលការចាប់យកជំនាញវិជ្ជាជីវៈណាមួយនៅក្នុងថ្នាក់មហាវិទ្យាល័យមនុស្សយើងគឺអាចចាប់យកវាបានគឺដោយសារតែកត្តាសំខាន់ចំនួន2យ៉ាងពោលគឺកត្តាវេទនានិងទី2គឺកត្តាផលប្រយោជន៍តែកត្តាវេទនាគឺសំដៅទៅលើឧបនិស្ស័យពីកំណើតឬក៏ពីទំនោរធម្មជាតិរបស់យើងពីកំណើតដែលស្រឡាញ់ទៅខាងមុខវិជ្ជាណាមួយនិងទី2គឺកត្តាផលប្រយោជន៍មានន័យថាយើងសម្លឹងឃើញផលជាវិជ្ជមាននៃមុខវិជ្ជានោះបាទដូច្នេះក្នុងខ្លឹមសារនៃវីដេអូនេះគ្រូសូមចែករំលែកត្រឹមតែប៉ុណ្ណឹងហើយក៏សូមអរគុណដល់បងប្អូនដែលតាមដានវីដេអូឃ្លីបរបស់គ្រូហើយបើសិនបងប្អូនយល់ថាវីដេអូនេះមានខ្លឹមសារនិងជាកត្តាក្នុងការជាកលឹះក្នុងការជួយដល់បងប្អូនលើការសិក្សាមុខវិជ្ជាសិលធម៌ពលរដ្ឋបាទសូមបងប្អូនជួយចុច like និងសូមចែករំលែកបន្តទៅកាន់មិត្តភ័ក្តិដទៃទៀតសូមអរគុណ